ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូននឹងមករៀនពីរូបមន្តថ្មីជាមួយនឹងខ្ញុំទាំងអស់គ្នាគឺ strawberry soda ក្លុកបងជាដំបូងគឺយើងត្រូវការទឹកក្រូចឆ្មាឬក៏ទឹកក្រូចតែចឹងហ្នឹង20 ml បងហើយstrawberry 10ចឹងហ្នឹងបងប្អូនយើងដាក់50 ml មកខ្ញុំអត់បានដាក់ប្រដាប់ក្លុកមកចំកាមេរ៉ាបងតែបងអាចកត់ទៅក៏បានដែរយើងដាក់ក្រូចឆ្មាចំនួន20 ml ហើយនឹងទឹក strawberry 10ចឹងហ្នឹងមកអីក៏បានដែរបងប្អូនមានមកអីដាក់បាក់ហ្នឹងទៅបន្ទាប់មកយើងអាចប្រើជាមួយនឹងទឹកស្ករបន្ថែម20 ml មកបងប្អូនព្រោះក្នុង strawberry ហ្នឹងយើងមិនបាច់ថែមទឹកស្ករច្រើនពេកទេវាមានជាតិផ្អែមស្រាប់ចឹងណាចឹងយើងថែមក្រូចឆ្មាតិចទៅវាមានជូរផ្អែមចឹងទៅបន្ទាប់មកយើងត្រូវការជាមួយនឹងសូដាកន្លះកំប៉ុងបងចាក់ចូលគ្នាហើយមកតែដោយសារខ្ញុំអត់ទាន់បានក្លុកឯងដោយសារក្លុកខ្ញុំចាំដាក់ក្រោយគេចឹងណាបងខ្ញុំមកផ្សំប្រភេទកាហ្វេម៉ាស៊ីនសិនបងដូចកាហ្វេម៉ាស៊ីនខ្ញុំតែងតែធ្វើវីដេអូប្រាប់បងប្អូនទាំងអស់គ្នាឯងគឺនឹងខ្ញុំប្រើកាហ្វេចំនួន2 shot បងហើយទឹកកាហ្វេខ្ញុំយកចន្លោះពី80ទៅ100 ml អញ្ចឹងណាបងសម្រាប់ម៉ាស៊ីនខ្ញុំហ្នឹងគឺខ្ញុំសេរីទឹកប៉ុណ្ណឹងបងប្អូនសម្រាប់ជាតិផ្អែម 100% ខ្ញុំប្រើ50 ml បងប្អូនផ្អែមឬក៏តិចជាងនឹងអញ្ចឹងទៅបងប្អូនអាចបន្ថែមបន្ថយបូកដកកញ្ចៃតាមហ្នឹងណាបងឥឡូវកុំឲ្យខាតពេលមុននឹងនាងខ្ញុំធ្វើការឆុងឲ្យអស់ហើយព្រោះដោយសាររដងគឺប្រាប់បងប្អូនឲ្យអត់ដែរអញ្ចឹងណាយើងប្រាប់តែជាតិផ្អែមមានទឹកកាហ្វេយើងយកមិនអីមិនទៅបងតែប៉ុណ្្នឹងហើយឥឡូវខ្ញុំមករបៀបកាត់ឲ្យបងប្អូនងាយស្រួលក្នុងការមើលអញ្ចឹងណាខ្ញុំមានជំនួយការមួយបងប្អូនហ្នឹងគឺបងប្អូនថ្លៃបងប្អូនគាត់មកជួយដាក់តកកដាក់អីហ្នឹងទៅពេលខ្លះយើងម្នាក់ឯងធ្វើអត់តាន់តែគាត់ខ្ញុំគាត់ចាំយូរបងយើងផ្សំតែគ្រឿងហើយគាត់ជួយតែដាក់តកកច្រកថងឬក៏រុំកែវតិចតួចអញ្ចឹងណាបងហើយគាត់ប្រុសហើយប៉ុន្តែគាត់អាសាដែរអត់តែយើងប្រើគាត់ធ្វើទាំងអស់ហើយក្នុងនេះភ្ញៀវគាត់មានភ្ញៀវខ្ញុំគាត់មានញ៉ាំផ្អែមឬក៏អត់សូវផ្អែមខ្ញុំអាចមានជា sticker មួយខ្ញុំសរសេរទួយបាត់នៅលើហ្នឹងព្រោះបើយើងសរសេរ first ពេលខ្លះពេលដែលតកកលាយគឺវាលុបបាត់ទៅដល់ភ្ញៀវគាត់វល់គាត់ច្រឡំដែរអញ្ចឹងណាបងវិសេដាក់គាត់ចំណាំទៅដល់ដាក់តកកហើយខ្ញុំធ្វើការរោយទៅដល់គោស្រស់ពីលើបន្តិចទៀតជាការស្រេចបងគ្រប់កំហបហើយខ្ញុំរុំជាกระดาษដាក់ឲ្យភ្ញៀវប៉ុណ្ណឹងគឺអាចច្រកដាក់ឲ្យភ្ញៀវបានទេបងរូបមន្តគឺងាយបងប្អូនទាំងអស់គ្នារូបមន្តកាហ្វេទៅដោះកោម៉ាស៊ីននេះគឺនេះខ្ញុំលក់ដាច់ប្រចាំហាងដែររូបមន្តហ្នឹងគឺភ្ញៀវគាត់មកគាត់ទៅសារគ្រប់គ្នាគាត់ថាគាត់ទិញកាហ្វេនៅកន្លែងគេភាគច្រើនអត់ឆ្ងាញ់ឆ្ងៀមហើយតម្លៃថ្លៃដែរអញ្ចឹងទៅនៅតម្លៃប្រហែលហាង brand ហ្នឹងអីដែរប៉ុន្តែលក់ញ៉ាំអត់កើតតែពេលមកញ៉ាំកន្លែងខ្ញុំតម្លៃសមរម្យហើយគាត់ថាឆ្ងាញ់វិញទៅពេលចឹងភ្ញៀវខ្ញុំអ្នកខ្លះមិននៅជិតនៅឆ្ងាយគាត់នៅជួយ support យើងតែយើងក៏អរគុណគាត់ខ្លាំងមែនតើដែលគាត់តែងតែជួយយើងចឹងណាបងឥឡូវហើយយើងមកក្លុកstrawberry soda មិញខ្ញុំក្លុកហើយខ្ញុំចាក់ចូលហើយបងប៉ុន្តែពេលបងដាក់ចូលកែវហ្នឹងបង highlight strawberry ហ្នឹងលើហ្នឹងតិចទៅមកដើម្បីឃើញស្អាតបងប្អូនឃើញខ្ញុំ highlight វិញពណ៌ស្អាតចាបងប្អូនមានអីstrawberry soda ក្លុកហ្នឹងឆ្ងាញ់តែបងប្អូនភ្ញៀវខ្ញុំគាត់តែងតែកំងជាប្រចាំដែរភ្ញៀវហ្នឹងគាត់ដំបងគាត់ឲ្យខ្ញុំសាកដល់ពេលគាត់សាកត្រូវទៅមានអីគាត់ទិញញ៉ាំរាល់ថ្ងៃបងចាបងប្អូនតែប៉ុណ្្នឹងឯងជាការរួចរាល់ហើយយើងបើសិនជាភ្ញៀវគាត់សុំតែសុំអីខ្ញុំក៏មាន free ទឹកតែ free អីជូនគាត់ដែរអញ្ចឹងណាបងអានេះគ្រាន់តែជាការ add បន្ថែមឯងយើងជូនភ្ញៀវញ៉ាំ free ទេពេលខ្លះគាត់អត់ចង់ញ៉ាំត្រេងអីចឹងគាត់កំងគ្រឿងកំប៉ុងអីចឹងទៅសម្រាប់នៅចិត្តផ្ទះអី50-60 ម៉ែត្រ 100 ម៉ែត្រអីខ្ញុំដឹកឲ្យបានបងប៉ុន្តែបើឆ្ងាយមានតែគាត់កំងតាម app មិនបានញ៉ាំព្រោះគាត់មានអ្នកដឹកឲ្យអញ្ចឹងណាហើយភ្ញៀវខ្ញុំជាទៅគាត់ខាងសាលាទៅព្រលឹមឡើងគាត់សួរគ្នាឯងហ្នឹងទៅកំងបានអីម៉ានគាត់តម្លាក់មកយើងតាម Telegram នៅគាត់ទេមកចឹងគាត់ងាយបងប្អូនអត់ពិបាកអស់ម៉ានអីម៉ានជួនណាគាត់បាញ់ឲ្យជួនណាយើងយកលុយទៅទុកអាប់ខ្លួនឯងចឹងទៅហ្នឹងហើយបងប្អូនហ្នឹងមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនតាំងពីដើមមកដល់ចប់បងសូមបងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់នេះខ្ញុំផងណាដើម្បីទទួលបានវីដេអូបន្តទៀតអរគុណបាយ